កាលបើកូនប្រុសរបស់នាងស្លាប់ទៅហើយបុគ្គលទាំងឡាយយកកូនប្រុសរបស់នាងយកទៅដុតនាងក៏ហាមឃាត់មិនព្រមឲ្យយកទៅដុតឡើយទាំងនេះព្រោះនាងមិនធ្លាប់ឃើញមនុស្សស្លាប់មកពីមុនហើយនាងគិតថាយើងនឹងសួររកថ្នាំដើម្បីនាំមកជាបាល់កូនប្រុសរបស់យើងនាងទៅបីសាកសពកូនប្រុសដើរសួរទៅតាមលំដាប់ផ្ទះថាលោកទាំងឡាយដឹងថ្នាំសម្រាប់ព្យាបាលកូនប្រុសរបស់ខ្ញុំដែរឬទេបុគ្គលទាំងឡាយបានស្ដាប់សំណួររបស់នាងហើយម្នាក់ប្រាប់ថាថ្នាំសម្រាប់ព្យាបាលមនុស្សស្លាប់នាងធ្លាប់ឃើញនៅទីណានាងឈួតឬទើបដើរសួររកថ្នាំសម្រាប់ព្យាបាលកូនដែលស្លាប់ហើយបុគ្គលទាំងនោះម្នាក់ទះដៃធ្វើការចំអកចំអន់នាងដោយអាការៈផ្សេងនាងគិសាកុតមីដើរចេញទៅព្រោះសម្ដីចំអកចំអន់របស់បុគ្គលទាំងនោះតែនាងក៏នៅតែយល់ថាគង់នឹងបានជួបប្រទះអ្នកដែលដឹងថ្នាំសម្រាប់ព្យាបាលកូនឲ្យរស់ឡើងវិញកាលនោះមានបុរសជាបណ្ឌិតម្នាក់ក្រឡេកឃើញនាងកេសាកុតមីកំពុងតែដើរបីសាកសពកូនទើបគិតថាប្រហែលជាបុតដំបងហើយទើបនាងមានចិត្តរីមាយព្រោះសេចក្តីសោកចំពោះបុតយើងនឹងជួយសង្គ្រោះស្ត្រីនេះក៏ប្រាប់នាងកេសាកុតមីថាខ្ញុំមិនដឹងថ្នាំទេតែដឹងអ្នកដែលស្គាល់ថ្នាំសម្រាប់ព្យាបាលកូនឲ្យរស់ឡើងវិញនាងកេសាកុតមីសួរថាលោកដែលស្គាល់ថ្នាំនោះគឺជានរណាហើយនៅទីណាបុរសនោះតបថាព្រះសាស្តាទ្រង់ជាអគ្គបុគ្គលប្រសើរក្នុងលោកព្រមទាំងទេវលោកប្រថាប់នៅវត្តចេតពុនជិតក្រុងសាវត្ថីនេះព្រះអង្គទ្រង់ស្គាល់ថ្នាំសម្រាប់ព្យាបាលកូនរបស់នាងឲ្យរស់ឡើងវិញសូមនាងទៅកាន់សំណាក់ព្រះអង្គនិងក្រាបទូលសួរព្រះអង្គចុះនាងកេសាកុតមីពោលថាល្អហើយខ្ញុំនឹងទៅក្រាបទូលសួរព្រះអង្គហើយក៏បីសាកសពកូនរបស់នាងចូលទៅគាល់ព្រះសាស្តាដោយឈរនៅខាងចុងនៃបរិស័ទកាលព្រះសាស្តាប្រថាប់លើពុទ្ធាសនៈហើយក៏ក្រាបទូលសួរថាបបិទ្ធព្រះសម្មាសម្ពុទ្ធបានឮថាព្រះអង្គទ្រង់ស្គាល់ថ្នាំសម្រាប់ព្យាបាលកូនរបស់ខ្ញុំឲ្យរស់ឡើងវិញឬព្រះមានព្រះភិក្ខទ្រង់ត្រាស់ថាណែនាងកេសាកុតមីតថាគតស្គាល់នាងកេសាកុតមីក្រាបទូលសួរថាព្រះអង្គត្រូវការវត្ថុអ្វីខ្លះដែលធ្វើជាថ្នាំព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ត្រាស់ថាតថាគតត្រូវការគ្រាប់ស្ពៃមួយក្តាប់គ្រានោះកេសាកុតមីក្រាបទូលថាខ្ញុំព្រះអង្គនឹងរកមកថ្វាយឲ្យទាល់តែបានតែថាមិនដឹងទៅរកគ្រាប់ស្ពៃក្នុងទីណាព្រះអង្គព្រះសម្ពុទ្ធទ្រង់ត្រាស់ថាណែនាងកេសាកុតមីនាងចូលទៅក្នុងក្រុងដោយដើរពេញក្នុងក្រុងសាវត្ថីតាំងពីដើមរហូតទៅដល់ទីបំផុតបើនៅក្នុងផ្ទះណាមួយមិនធ្លាប់មានមនុស្សស្លាប់នាងចូលយកគ្រាប់ស្ពៃពីផ្ទះនោះចុះយកមកឲ្យតថាគតនាងកេសាកុតមីក្រាបទូលទទួលថាព្រះករុណាព្រះអង្គហើយនាងក៏សប្បាយចិត្តបានក្រាបថ្វាយបង្គំលាព្រះទសពលសម្ពុទ្ធដោយបីសាកសពកូនប្រុសរបស់នាងចូលទៅក្នុងក្រុងសាវត្ថីលំដាប់នោះនាងកេសាកុតមីចូលទៅក្នុងផ្ទះមួយជាលើកដំបូងបានសួរថាលោកម្ចាស់ផ្ទះនេះមានគ្រាប់ស្ពៃឬទេប្រសិនបើមានខ្ញុំសូមយកទៅធ្វើថ្នាំសម្រាប់ព្យាបាលកូនរបស់ខ្ញុំម្ចាស់ផ្ទះក៏បានឆ្លើយតបថាមានហើយយកគ្រាប់ស្ពៃមកឲ្យនាងពេលនោះនាងកេសាកុតមីមុននឹងទទួលគ្រាប់ស្ពៃបានសួរម្ចាស់ផ្ទះថាក្នុងផ្ទះរបស់អ្នកមានអ្នកណាស្លាប់ហើយឬទេគ្រានោះម្ចាស់ផ្ទះតបថាកេសាកុតមីហេតុអ្វីនាងសួរយ៉ាងនេះមានអ្នកណាខ្លះដែលនឹងរាប់ចំនួនមនុស្សដែលស្លាប់ហើយក្នុងផ្ទះនេះបានអ្នកដែលមានជីវិតរស់នៅសល់តិចណាស់ឯអ្នកដែលស្លាប់មានច្រើនជាងណានាងពេលនោះនាងកេសាកុតមីពោលថាប្រសិនបើយ៉ាងនេះអ្នកចូលយកគ្រាប់ស្ពៃរបស់អ្នកត្រឡប់ទៅវិញចុះគ្រាប់ស្ពៃនេះមិនអាចធ្វើថ្នាំសម្រាប់ព្យាបាលកូនប្រុសរបស់យើងបានទេព្រោះថាព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់បានត្រាស់ឲ្យខ្ញុំយកតែគ្រាប់ស្ពៃអំពីផ្ទះដែលមានមនុស្សស្លាប់តែប៉ុណ្ណោះនាងកេសាកុតមីក៏បានដើរទៅរកគ្រាប់ស្ពៃក្នុងផ្ទះបន្តទៅទៀតក៏បានទទួលពាក្យតបពីម្ចាស់ផ្ទះគ្រប់ផ្ទះដូចគ្នាទាំងអស់សូម្បីនាងដើរទៅពាសពេញទីក្រុងទៅតាមព្រះពុទ្ធតម្រាស់របស់ព្រះសម្មាសម្ពុទ្ធរហូតដល់វេលាល្ងាចនាងក៏កើតការតក់ស្លុតចិត្តថាខ្ញុំយល់ថាសេចក្តីស្លាប់មានចំពោះកូនខ្ញុំតែម្នាក់ប៉ុណ្ណោះតែតាមការពិតមនុស្សស្លាប់មានច្រើនជាងមនុស្សដែលនៅរស់ដោយហេតុនេះព្រះសម្មាសម្ពុទ្ធទ្រង់អនុគ្រោះដោយប្រយោជន៍កាលនាងកេសាកុតមីបានគិតឃើញដូច្នេះហើយចិត្តដែលទន់ភ្លន់ព្រោះស្រឡាញ់កូនក៏កើតការរឹងរូសជជែកនាងទៅចេញពីផ្ទះទៅខាងក្នុងក្រុងដោយឆ្ពោះទៅមុខកាន់ព្រៃខ្មោចលុះនាងចូលទៅដល់ព្រៃខ្មោចហើយនាងក៏បាននិយាយជាមួយកូនដែលបីនៅក្នុងដៃរបស់នាងថាកូនសម្លាញ់ម៉ែបានគិតថាការស្លាប់នេះមានចំពោះកូនតែម្នាក់ប៉ុណ្ណោះប៉ុន្តែមរណៈនេះជាធម៌ដែលកើតទូទៅដល់សត្វលោកទាំងអស់រួចហើយនាងបានដាក់កូនប្រុសចោលក្នុងព្រៃខ្មោចនាងបានពោលគាថាធម៌ណាដែលមានឈ្មោះថាអនិច្ចតាធម៌គឺសភាពប្រែប្រួលមិនទៀងទាត់
អនិច្ចតាធម៌នេះមិនមែនជាធម៌សម្រាប់អ្នកស្រុកតែមួយទេមិនមែនជាធម៌សម្រាប់អ្នកនិគមតែមួយទេឬនឹងថាជាធម៌សម្រាប់ត្រកូលតែមួយក៏មិនមែនទេអនិច្ចតាធម៌នោះជាធម៌សម្រាប់មនុស្សសត្វព្រមទាំងទេវតាមាព្រមទាំងអស់គ្រប់រូបលុះនាងកេសាកុតមីពោលដូច្នេះហើយនាងបានត្រឡប់ចូលទៅគាល់ព្រះសម្មាសម្ពុទ្ធថ្វាយបង្គំរួចហើយឈរនៅក្នុងទីដ៏សមគួរគ្រានោះព្រះសក្យមុនីសម្ពុទ្ធទ្រង់ត្រាស់សួរថាណែនាងកេសាកុតមីនាងបានគ្រាប់ស្ពៃឬទេនាងកេសាកុតមីក្រាបទូលថាបើពិតព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គរកគ្រាប់ស្ពៃតាមពុតបំណងមិនបានទេព្រោះក្នុងផ្ទះនីមួយមានមនុស្សស្លាប់ច្រើនជាងមនុស្សដែលរស់នៅខ្ញុំព្រះអង្គឈប់រកគ្រាប់ស្ពៃហើយព្រះអង្គតែសូមព្រះសម្ពុទ្ធទ្រង់ព្រះករុណាប្រទានទីពឹងឲ្យដល់ខ្ញុំព្រះអង្គផងលំដាប់នោះព្រះសម្ពុទ្ធបរមគ្រូជាម្ចាស់ទ្រង់ត្រាស់ថាណែនាងកេសាកុតមីនាងយល់ថាមានតែកូនរបស់នាងប៉ុណ្ណោះទេដែលទទួលនៅសេចក្តីស្លាប់តែការស្លាប់នោះជាទំនៀមការពិតសម្រាប់សត្វលោកព្រោះថាមច្ចរាជតែងតែទាញយកសត្វលោកទាំងពួងទៅអ្នកដែលមានអព្យាស្រ័យមិនទាន់គ្រប់គ្រាន់នៅបំណងរមែងរំកិលចុះទៅក្នុងសមុទ្រគឺអបាយទីកន្លែងដែលគ្មានសេចក្តីចម្រើនឬមានតែសេចក្តីវិនាសដោយអន្លង់ទឹកដ៏ធំគួចនាំយកសត្វលោកទាំងពួងទៅដូច្នោះដែរព្រះសម្ពុទ្ធបរមគ្រូទ្រង់ត្រាស់សម្ដែងនៅព្រះធម៌ថាមច្ចុគឺសេចក្តីស្លាប់តែងគៀយកទៅនៅនរជនអ្នកដែលមានចិត្តជាប់ជំពាក់នៅក្នុងអារម្មណ៍ផ្សេងកំពុងជ្រើសរើសនៅផ្កាគឺកម្មគុណទាំង5នោះឯងដោយទឹកជំនន់ដ៏ធំដែលគួរយកអ្នកស្រុកកំពុងតែដេកលក់ទៅដូច្នោះឯងកាលព្រះបរមសម្ពុទ្ធទ្រង់ត្រាស់សម្ដែងព្រះគាថានេះចប់នាងកេសាកុតមីក៏បានសម្រេចសោតាបត្តផលជាព្រះអរិយបុគ្គលថ្នាក់ដំបូងក្នុងព្រះពុទ្ធសាសនានេះពុទ្ធបរិស័ទទាំងឡាយដែលមកប្រជុំគ្នានៅក្នុងទីនោះក៏បានសម្រេចសោតាបត្តផលជាដើមផងដែរទៅតាមបុណ្យបារមីរៀងខ្លួនគ្រានោះនាងកេសាកុតមីដែលបានសម្រេចសោតាបត្តផលហើយទើបក្រាបទូលសូមបព្វជិចំពោះព្រះទសពលសម្ពុទ្ធព្រះអង្គក៏ទ្រង់អនុញ្ញាតឲ្យនាងបព្វជិដោយបានបញ្ជូននាងឲ្យទៅកាន់សំណាក់ភិក្ខុនីនាងក៏បានថ្វាយបង្គំព្រះមានបុណ្យរួចបទសិន3ជុំហើយក៏បានទៅកាន់សំណាក់ភិក្ខុនីកាលនាងបានបព្វជិឧបសម្បទាហើយក៏បានប្រកាសឈ្មោះថាកេសាកុតមីធេរីថ្ងៃមួយព្រះនាងកេសាកុតមីធេរីដល់វរៈទទួលនាទីចាត់ចែងដុតប្រទីបក្នុងរោងឧបោសថព្រះធេរីក៏បានឃើញអណ្ដាតប្រទីបឆេះសន្ធោសន្ធើឡើងនិងរលត់ទៅវិញនាងក៏បានកាន់យកជាអារម្មណ៍ថាសត្វលោកដែលកើតមកហើយត្រូវតែស្លាប់ទៅវិញដូចជាអណ្ដាតនៃប្រទីបនេះដូចនេះឯងរីឯអ្នកដល់នៅព្រះនិព្វានហើយមិនប្រកាសយ៉ាងនោះទេនាងបានធ្វើទុកក្នុងចិត្តដោយឧបាយនៃប្រាជ្ញាយ៉ាងនេះវិបស្សនាញាណក៏បានចម្រើនឡើងហើយគ្រានោះព្រះពុទ្ធអង្គគង់នៅក្នុងព្រះកណ្ដកុដព្រះអង្គក៏បានបញ្ចេញឆោពន្ធរាំងសីទៅហាក់បីដូចថាព្រះបរមសាស្តាគង់ប្រថាប់នៅខាងមុខព្រះធេរីត្រាស់ថាយ៉ាងនោះឯងកេសាកុតមីសត្វលោកដែលកើតមកហើយត្រូវតែមានសេចក្តីស្លាប់ជាទីបំផុតដូចជាអណ្ដាតប្រទីបនោះឯងអ្នកដល់នៅព្រះនិព្វានហើយរមែងមិនប្រកាសយ៉ាងនេះឡើយព្រះអង្គទើបទ្រង់ត្រាស់ប្រគាថាបុគ្គលណាកាលមិនបានឃើញនៅការកើតនិងការសូន្យទៅនៃបញ្ញខន្ទីហើយរស់នៅ100ឆ្នាំក៏ដោយជីវិតរបស់បុគ្គលអ្នកឃើញនៅការកើតឡើងនិងការសូន្យទៅនៃបញ្ញខន្ទីសូម្បីរស់នៅតែមួយថ្ងៃក៏ប្រសើរជាងកាលដែលព្រះអង្គទ្រង់ត្រាស់ប្រគាថានេះចប់ហើយព្រះនាងកេសាកុតមីធេរីបានសម្រេចនៅអរហត្តផលជាព្រះអរហន្តីដែលជាព្រះអរិយបុគ្គលថ្នាក់ខ្ពស់បំផុតក្នុងព្រះពុទ្ធសាសនានេះព្រមទាំងបែកធ្លាយក្នុងបដិសម្បទា4នៅក្នុងពេលនោះឯងព្រះនាងកេសាកុតមីធេរីជាអ្នកតឹងរឹងបំផុតក្នុងការប្រើប្រាស់គ្រឿងបរិក្ខារដោយនាងជាអ្នកមានប្រក្រតីទ្រទ្រង់នៅចីវរៈសៅម៉ង3ប្រការ1សម្ពុតចីវរក៏សៅម៉ង2អំបោះសម្រាប់ដេកក៏សៅម៉ង3ជ្រលក់ទឹកអំចិត្តក៏សៅម៉ងក្រោយមកព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់គង់នៅក្នុងវត្តចេតពុនចិត្តក្រុងសាវត្ថីព្រះអង្គក៏បានប្រកាសតែងតាំងភិក្ខុនីទាំងឡាយទុកក្នុងតំណែងជាអេតតកៈផ្សេងទៅតាមបុណ្យបារមីរៀងខ្លួនប៉ុន្តែក្នុងពេលនោះដែរព្រះលោកនាយកទ្រង់បានប្រកាសតែងតាំងព្រះនាងកេសាកុតមីធេរីទុកក្នុងតំណែងជាអេតតកៈឲ្យជាអ្នកប្រសើរជាងភិក្ខុនីទាំងឡាយផ្នែកខាងទ្រទ្រង់ចីវរៈដ៏សៅម៉ងមួយរូបផងដែរដោយមានសម្ដែងនៅក្នុងគម្ពីរអង្គត្តរនិកាយឯកនិបាតដោយមានសេចក្តីថាអេតតកាំងភិក្ខវេមៈសាវិកានាំងភិក្ខុនីនាំងលោកចីវរៈធរិនាំងយៈទីទាំងកេសាកុតមីមនាលភិក្ខុទាំងឡាយកេសាកុតមីជាអ្នកប្រសើរជាងភិក្ខុនីទាំងឡាយជាសាវិការបស់តថាគតផ្នែកខាងទ្រទ្រង់ចីវរៈដ៏សៅម៉ង